មុននឹងចាប់ផ្ដើមសូមស្វាគមន៍មកកាន់ podcast ភាសាខ្មែរយឺតៗរបស់ខ្ញុំ So welcome to my Slow Khmer podcast everyone. It's been a while. I didn't post any videos last week. I have time this week, so I'm going to talk a little bit of my experience during the weekends in Khmer. Okay. បាទអរគុណច្រើនថ្ងៃនេះផងដែរគឺជាថ្ងៃសុក្រនៅប្រទេសកម្ពុជាខ្ញុំគិតថាបើសិនជាអ្នកនៅប្រទេសផ្សេងប្រហែលជាថ្ងៃប្រហោះឬក៏យប់ថ្ងៃប្រហោះបាទសូមទោសថ្ងៃនេះខ្ញុំផ្ដាសាយតិចហ្នឹងហើយផ្ដាសាយតិចប៉ុន្តែខ្ញុំព្យាយាមនិយាយភាសាខ្មែរដើម្បីឲ្យអ្នកទាំងអស់គ្នាហាត់ស្ដាប់ភាសាខ្មែររបស់ខ្ញុំដូចជាយើងបានដឹងហើយថាចុងអាទិត្យឬចុងសប្តាហ៍យើងតែងតែរវល់ជាមួយគ្រួសារជាមួយពួកម៉ាក់ជាមួយនឹងការងារខ្លះថ្ងៃនេះខ្ញុំនឹងនិយាយអំពីបទពិសោធន៍ទាក់ទងទៅនឹងសកម្មភាពប្រចាំថ្ងៃជាពិសេសសកម្មភាពប្រចាំចុងសប្តាហ៍ជាទូទៅយើងតែងតែមាននៅគម្រោងផ្សេងគ្នាការចំណាយពេលជាមួយនឹងក្រុមគ្រួសារចំណាយពេលជាមួយនឹងសាលារៀនចំពោះខ្ញុំសម្រាប់ខ្ញុំអររយៈពេលប្រហែលជា 2-3 ឆ្នាំមកហើយខ្ញុំចំណាយពេលច្រើនចុងសប្តាហ៍នៅសាលារៀនអត់សូវមានពេលមិនសូវមានពេលជាមួយនឹងគ្រូសាប្រហែលទេដោយសារតែខ្ញុំបន្តការសិក្សាផ្នែកភាសាវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញអូខេអញ្ចឹងហើយរៀងរាល់ចុងសប្តាហ៍ខ្ញុំទៅសាលារៀនឥឡូវនេះខ្ញុំកំពុងតែចាប់ផ្ដើមរៀបចំដើម្បីដាក់ជូននៅនិក្ខេបបទរបស់ខ្ញុំដើម្បីបញ្ចប់អ្នកអនុបណ្ឌិតផ្នែកភាសាវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញអញ្ចឹងរៀងរាល់ចុងសប្តាហ៍ខ្ញុំរមូលច្រើនជាមួយនឹងបងប្អូនឬក៏មិត្តរួមថ្នាក់ដើម្បីជួបជុំគ្នាពិភាក្សាអំពីប្រធានបទរបស់យើងអំពីការសរសេររបស់យើងថាតើការសរសេររបស់យើងដល់កន្លែងណាហើយអូខេអញ្ចឹងហើយវាមានសារៈសំខាន់ឲ្យយើងក្នុងការរៀបចំនៅគោលដៅជីវិតរៀបចំនៅសកម្មភាពរាល់ថ្ងៃដែលចាំបាច់សម្រាប់យើងរាល់គ្នាចុះអ្នកទាំងអស់គ្នាវិញធ្វើអីខ្លះនៅចុងសប្តាហ៍ខ្ញុំសង្ឃឹមថានៅចុងសប្តាហ៍អ្នកទាំងអស់គ្នានឹងមានឱកាសជួបជុំជាមួយគ្រួសារមានឱកាសអភិវឌ្ឍខ្លួនឯងសំខាន់មែនទែនសម្រាប់អភិវឌ្ឍខ្លួនឯងអូខេថ្ងៃនេះផងដែរដោយសារខ្ញុំមានផ្ដាសាយមាន like a cold I have a cold ផ្ដាសាយចេះហើយសំឡេង my voice សំឡេងអត់សូវល្អប៉ុន្តែខ្ញុំព្យាយាមនិយាយអូខេអញ្ចឹងខ្ញុំចង់ឮអំពីអ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាធ្វើអីដែរចុងសប្តាហ៍មុនសូមជួយចែករំលែកនៅក្នុង comment ខាងក្រោមដើម្បីឲ្យពួកម៉ាក់យើងបានស្ដាប់ដែរអូខេដើម្បីយើងអាចនិយាយអំពីសកម្មភាពប្រចាំថ្ងៃបានសំខាន់ណាស់យើងត្រូវស្គាល់កិរិយាសព្ទយ៉ាងតិចក៏10 ទៅ 20នៅក្នុងភាសាខ្មែរដើម្បីយើងអាចនិយាយអំពីសកម្មភាពប្រចាំថ្ងៃបានឧទាហរណ៍ដូចជាកិរិយាសព្ទ to get up or to wake up បាទក្រោកពីគេង to go to bed ភាសាអង់គ្លេសនិងភាសាខ្មែរថាទៅគេងបាទ to go to bed to go to sleep បាទទៅគេងបាទ brush your teeth when you get up brush your teeth ដុសថ្មិញបាទដុសថ្មិញបាទ wash your face
wash your face បាទ look book បាទ get a bath បាទមុជទឹក eat breakfast ញ៉ាំអាហារពេលព្រឹក get ready for school វារៀបចំខ្លួនទៅសាលារៀន or get ready for work មានរៀបចំខ្លួនទៅធ្វើការរៀបចំខ្លួនទៅធ្វើការ to get dressed បាទ sleep ពាក់ to wear that's a good one that's a good verb to know also to wear is ពាក់ to wear shoe to wear shirt បាទពាក់ខោអាវពាក់ស្បែកជើង to take a bus បាទជិះឡានក្រុង to drive បើកឡានអានេះគឺជាគេសព្ទដែលសំខាន់បាទ how about to return back home មកផ្ទះវិញ to work មានន័យថាធ្វើការ to work បាទធ្វើការអានេះគឺគេសព្ទដែលយើងត្រូវការចាំបាច់បាទដូចជាពាក្យ breakfast lunch dinner បាទអានេះក៏សំខាន់ដែរជានាមសំខាន់ដែរអាហារពេលព្រឹកអាហារថ្ងៃត្រង់អាហារពេលល្ងាចសំខាន់សម្រាប់យើងដែរអូខេអញ្ចឹងខ្ញុំចង់លើកទាំងអស់គ្នាថាតើទាំងអស់គ្នាធ្វើយ៉ាងម៉េចដែរចុងសប្តាហ៍សូមសរសេរមកអូខេអរគុណច្រើនបាទជម្រាបលា